Hello everyone ចាសួស្តីបងប្អូនអ្នកសិក្សាភាសាអង់គ្លេសទាំងអស់គ្នាថ្ងៃនេះយើងនឹងចូលមេរៀនថ្មីតទៀតគឺតកតងទៅនឹង how many ចាជាង how many ហ្នឹងគឺយើងប្រើសម្រាប់សួរអំពីចំនួនចាឥឡូវយើងសិក្សាទាំងអស់គ្នាចាចឹង how many នេះគឺយើងប្រើដើម្បីសួរចំនួនប៉ុន្មានចាចឹងកាលណាដែលយើងចង់សួរតកតងទៅនឹងចំនួនប៉ុន្មានតើនៅក្នុងគ្រួសាររបស់អ្នកមានចំនួនប៉ុន្មាននាក់មានមនុស្សចំនួនប្រមាណនេះយើងប្រើពាក្យថា how many នេះឯងចាគេប្រើ how many នេះគឺប្រើដើម្បីសួរអំពីនាមដែលអាចរាប់បានអញ្ចឹងនាមដែលអាចរាប់បានគឺមានដូចជាមានអីខ្លះចាមានឈ្មោះមនុស្សសត្វចាវត្ថុចាវត្ថុខ្លះវាអាចរាប់បានវត្ថុខ្លះវាអាចរាប់បានទេចាអញ្ចឹងនេះអញ្ចឹងនេះគឺជារូបមន្តនៃការប្រើប្រាស់របស់វានេះចឹងដំបូងគេមុននឹងយើងសង់ប្រយោគយើងត្រូវចេះមើលរូបមន្តនេះចឹងអ្នកគ្រូបរៀនឲ្យមើលរូបមន្តនេះខ្លះៗទៅមុននឹងយើងចូលមើលឧទាហរណ៍ចាចឹងគេប្រើ how many ចាបន្ទាប់ពី how many បូកនឹង plural countable noun ចឹងមានន័យថា plural countable noun ហ្នឹងគឺមានន័យថានាមដែលអាចរាប់បានចាចឹងនាមដែលអាចរាប់បានចាចឹងបូកនឹងកិរិយាសព្ទ verb នេះមានន័យថាកិរិយាសព្ទហើយបូកនឹងសញ្ញាសួរចាអញ្ចឹងយើងមកឧទាហរណ៍អ្នកគ្រូដាក់ពណ៌អ្វីគឺនាមដែលអាចរាប់បានគឺកន្លែងនេះឯងចាយើងមើល how many people are there in your family ចាជាង how many នេះអ្នកគ្រូដាក់ពណ៌លឿងនេះដែរទម្រង់វាទៅសេបន្ទាប់ how many រួចយើងបូកនឹង plural countable noun អញ្ចឹងន័យថានាមដែលអាចរាប់បានចឹងនាមដែលអាចរាប់បានគឺ people មានន័យថាមនុស្សយើងអាចរាប់បាន1 2 3 4 5អញ្ចឹងណាចឹង plural countable noun យើងប្រើពាក្យថា people ចឹង how many people បន្ទាប់ពីplural countable noun រួចយើងមកនឹងកិរិយាសព្ទចឹងកិរិយាសព្ទគឺពាក្យ are នេះគឺដាក់ពណ៌ដូចគ្នានេះចា are ចា are នេះគឺជាកិរិយាសព្ទ verb to be គេហៅថា verb to be dear in your family ជាមានន័យថាកន្លែងចុចនិងសញ្ញាសួរនេះគឺជា dear in your family នេះឯងគឺជាកម្មបត្តិនៅក្នុងទីនឹងចាអញ្ចឹងយើងត្រូវរៀនមើលកន្លែងទម្រង់របស់វានេះហើយយើងយកវាមកបង្កើតសំណួរបែបនេះគ្រូនេះណាចាចឹង how many people are there in your family យ៉ាឥឡូវយើងចូលមើលឧទាហរណ៍មួយតទៀតឲ្យយើងកាន់តែយល់ច្បាស់ចាយើងមើលនេះ how many people are there in your family ចាទម្រង់ដូចមិញប្រយោគដូចមិញដែរតើមានមនុស្សចំនួនប្រមាណនេះនៅក្នុងគ្រួសាររបស់អ្នកហ្នឹងចាអញ្ចឹងយើងសួរសំណួរបែបនេះ how many people are there in your family family មានន័យថាគ្រួសារ your របស់អ្នកdear នេះមានន័យថាមានណា dear មាន in ក្នុងចា in ក្នុង dear មានន័យថាមានpeople មនុស្សអានេះន័យថាគឺឬក៏ជាយើងណា how many ចំនួនប៉ុន្មានអញ្ចឹងយើងសរុបមកវិញ how many people are there in your family តើមានចំនួនមនុស្សប៉ុន្មាននាក់នៅក្នុងគ្រួសាររបស់អ្នកចាដល់ពេលយើងឆ្លើយមកវិញចានេះយើងឆ្លើយបើគ្រួសាររបស់យើងមានសមាជិក5នាក់យើងថាមាន5នាក់មានមនុស្ស5នាក់នៅក្នុងគ្រួសាររបស់ខ្ញុំអញ្ចឹងភាសាអង់គ្លេសគេដាក់ថា there are 5 people in my family there are 5 people in my family ចឹងមានមនុស្ស5នាក់នៅក្នុងគ្រួសាររបស់ខ្ញុំចា there នេះគឺមានន័យថាមានare នេះគឺឬក៏ជាណា5 people មនុស្ស in ក្នុង my របស់ខ្ញុំ family គ្រួសារthere are 5 people in my family ចឹងមានមនុស្ស5នាក់នៅក្នុងគ្រួសាររបស់ខ្ញុំចាចឹងបើយើងគ្រួសាររបស់យើងមានមនុស្ស7នាក់ចឹងយើងត្រូវដូរថា there are កន្លែងនេះយើងដាក់លេខ7វិញមក7 people in my family ចាយើងរៀន3ទម្រង់បែបហ្នឹងណាចាឥឡូវយើងចូលមើលតទៀតចានេះ how many languages can you speak how many languages can you speak តើអ្នកអាចនិយាយភាសាបានប៉ុន្មានភាសាដែរចា
ចឹងគេប្រើប្រយោគបែបនេះ How many languages can you speak តើអ្នកអាចនិយាយបានប៉ុន្មានភាសាចាចឹង how many មានន័យថាចំនួនប៉ុន្មានណាចា languages ចឹង languages នេះដោយសារតែយើងប្រើថាសួរប៉ុន្មានភាសាយើងត្រូវមានអ្នកកន្លែងមាន er នេះចឹងយើងបញ្ចេញ languages ចាបញ្ចេញសំឡេង languages យ៉ាមានន័យថាភាសា languages នេះមានន័យថាភាសាយ៉ាបើ language មានន័យថាភាសាតែមួយទេបើ languages ភាសាចាប់ពី2ឡើងទៅអញ្ចឹងយើងសួររកចំនួនអញ្ចឹងមានន័យថាយើងប្រើ languages ហ្នឹងហើយយ៉ា can មានន័យថាអាច you នេះ speak និយាយណា how many languages can you speak តើអ្នកអាចនិយាយបានប៉ុន្មានភាសាដល់ពេលយើងឆ្លើយនេះ I can speak two languages yeah I can speak two languages yeah languages yeah ចឹងខ្ញុំអាចនិយាយបាន2ភាសាចាមានភាសាអ្វីខ្លះមានខ្មែរអង់គ្លេសអីចឹងទៅបើយើងអាចនិយាយបាន3ភាសាយើងដាក់ three languages ចឹងមកយ៉ាបើតែមួយភាសា one language អត់មាន languages នេះទៀតទេណាអត់មាន s នេះទេអូខេចឹងតាណាដែរនាមចាប់ពី2ឡើងទៅគឺយើងត្រូវតែថែម s ចឹងវាបញ្ចេញសលេងក៏ខុសគ្នាដែរចឹងបើយើងអាចនិយាយ3ភាសាយើងដាក់ថា I can speak three languages ខ្ញុំអាចនិយាយបាន3ភាសាណាចាឥឡូវយើងមើល clear នេះមួយទៀត How many days are there in a week yeah How many days are there in a week ចាតើក្នុងមួយសប្តាហ៍ហ្នឹងមានចំនួនប៉ុន្មានថ្ងៃគេសួររកថ្ងៃនៃសប្តាហ៍តើមួយសប្តាហ៍មានចំនួនប៉ុន្មានថ្ងៃអញ្ចឹងយើងប្រើ How many days are there in a week យ៉ាងអញ្ចឹង day មានន័យថាថ្ងៃចាប្រហែលថ្ងៃអញ្ចឹងណាថ្ងៃច័ន្ទថ្ងៃគីអីចឹងទៅថ្ងៃគឺឬក៏ជា dia មានន័យថាមាន in ក្នុង a week ក្នុងមួយសប្តាហ៍ណា week មានន័យថាសប្តាហ៍ a week in a week ក្នុងមួយសប្តាហ៍ណាតើក្នុងមួយសប្តាហ៍មានចំនួនប៉ុន្មានថ្ងៃណាឥឡូវយើងឆ្លើយទាំងអស់គ្នាតើក្នុងមួយសប្តាហ៍មានចំនួនប៉ុន្មានថ្ងៃចាអញ្ចឹងគេឆ្លើយមកវិញក្នុងមួយសប្តាហ៍មានចំនួន7ថ្ងៃចាអញ្ចឹងគេដាក់ថា there are 7 days in a week យ៉ា there are 7 days in a week យ៉ាអញ្ចឹងមាន7ថ្ងៃក្នុងមួយសប្តាហ៍ឬក៏ក្នុងមួយសប្តាហ៍មានចំនួន7ថ្ងៃយ៉ាអញ្ចឹងយើងប្រើ there are 7 days in a week យ៉ាa week នេះក្នុងមួយសប្តាហ៍ណាមួយសប្តាហ៍អូខេយ៉ាឥឡូវយើងទៅមុខទៀតគឺ how many students are there in your class yeah how many students are there in your class ចានេះស្តៀង in your family នឹងដែរអញ្ចឹងគេសួរថាតើនៅក្នុងថ្នាក់របស់អ្នកហ្នឹងមានសិស្សចំនួនប្រមាណអ្នកដែរចាអញ្ចឹងយើងប្រើ clear ប្រយោគនេះ how many students are there in your class ណាតើមានសិស្សប្រមាណអ្នកនៅក្នុងថ្នាក់របស់អ្នកហ្នឹងណាអញ្ចឹងយើងប្រើ clear ប្រយោគនេះ class មានន័យថាថ្នាក់កន្លែងនេះ class student មានន័យថាសិស្សអូខេចាតើយើងឆ្លើយមកវិញយើងឆ្លើយថា there are 25 students in my class យ៉ាចឹងមានសិស្សចំនួន25នាក់ហ្នឹងនៅក្នុងថ្នាក់របស់ខ្ញុំឬក៏នៅក្នុងថ្នាក់របស់ខ្ញុំមានសិស្សចំនួន25នាក់ចាយើងឆ្លើយបែបនេះបានណា there are 25 students in my class យ៉ាមានសិស្សចំនួន25នាក់នៅក្នុងថ្នាក់របស់ខ្ញុំចាំវិញសិស្សយើងចំនួន35នាក់យើងដាក់មិនវិញយើងដូរកន្លែងនេះលេខនេះវិញមក35គឺ 35 yeah there are 35 students in my class មានសិស្សចំនួន25ចាមានសិស្សចំនួន35នាក់នៅក្នុងថ្នាក់របស់ខ្ញុំចាតើអ្នកសិក្សាចំនួនប៉ុន្មានម៉ោងក្នុងជារៀងរាល់ថ្ងៃអញ្ចឹងនៅទីនេះគេសួរថាតើអ្នករៀនចំនួនប៉ុន្មានម៉ោងនៅក្នុងមួយថ្ងៃហ្នឹងរៀនប្រហែលម៉ោងចាយើងអាចសួរ
how many hours do you study every day ញ៉ាំ how many hours do you study every day តើអ្នកសិក្សាចំនួនប្រមាណម៉ោងដែរក្នុងជារៀងរាល់ថ្ងៃញ៉ាចាជារៀងរាល់ថ្ងៃអ្នកសិក្សាចំនួនប្រមាណម៉ោងចាយើងអាចសួរបែបហ្នឹងបានយើងប្រើឃ្លាប្រយោគ how many hours do you study every day ញ៉ាអញ្ចឹងពាក្យថា hour នេះមានន័យថាម៉ោងណាកន្លែងនេះម៉ោង hours ញ៉ាអញ្ចឹង do you study ពាក្យ study នេះមានន័យថាសិក្សាញ៉ា every day ជារៀងរាល់ថ្ងៃញ៉ា how many hours do you study every day ចាឥឡូវយើងឆ្លើយបែបម៉េចវិញចានេះពេលគេឆ្លើយខ្ញុំរៀនរយៈពេល2ម៉ោងជារៀងរាល់ថ្ងៃអញ្ចឹងជារៀងរាល់ថ្ងៃហ្នឹងគេរៀនតែចំនួន2ម៉ោងទេយើងឆ្លើយថា I study for 2 hours every day ណា I study for 2 hours every day ខ្ញុំរៀនរយៈពេលតែ2ម៉ោងទេជារៀងរាល់ថ្ងៃហ្នឹងចាអញ្ចឹងពាក្យថា hour ម៉ោង every day ជារៀងរាល់ថ្ងៃណា 2 នេះមានន័យថា2 4 នេះបើយើងប្រើន័យជាធម្មតាមានន័យថាសម្រាប់ប៉ុន្តែនៅទីនេះគឺមានន័យថាតើយើងរៀនរយៈពេល2ម៉ោងក្នុងមួយថ្ងៃអញ្ចឹងកន្លែងនេះគឺមានន័យថារយៈវិញណារយៈពេលអីវិញអញ្ចឹងនៅក្នុងន័យភាសាអង់គ្លេសគឺភាសាពាក្យមួយហ្នឹងវាបត់បែនទៅតាមន័យលាប្រយោគនីមួយហ្នឹងចាតើក្នុងមួយថ្ងៃហ្នឹងមានចំនួនប៉ុន្មានម៉ោងចាឥឡូវភាសាអង់គ្លេសយើងនិយាយថាម៉េចចានេះយើងសួរបែបនេះ how many hours are there in a day ញ៉ា how many hours are there in a day ចាតើក្នុងមួយថ្ងៃមានចំនួនប៉ុន្មានម៉ោងចាអញ្ចឹងក្នុងមួយថ្ងៃហ្នឹងគឺមានចំនួនប្រមាណ24ម៉ោងចាអញ្ចឹងក្នុងមួយថ្ងៃគឺមានចំនួន24ម៉ោងពេលយើងឆ្លើយជាភាសាអង់គ្លេសវិញនេះយើងឆ្លើយបែបនេះអញ្ចឹងក្នុងមួយថ្ងៃមានចំនួន24ម៉ោងយើងឆ្លើយថា there are 24 hours in a day ញ៉ា there are 24 hours in a day ចាអញ្ចឹងមានចំនួន24ម៉ោងនៅក្នុងមួយថ្ងៃឬក៏ក្នុងមួយថ្ងៃមាន24ម៉ោងអូខេចាឥឡូវយើងមើលតទៀតនេះ how many brothers and sisters do you have yeah how many brothers and sisters do you have ចាតើអ្នកមានបងប្អូនប្រុសស្រីនឹងចំនួនប្រមាណអ្នកដែរចាយើងសួរបែបហ្នឹងណាចាអញ្ចឹងយើងប្រើឃ្លាប្រយោគបែបនេះ how many brothers and sisters do you have ចាតើអ្នកមានបងប្អូនប្រុសស្រីចំនួនប្រមាណអ្នកដែរចាតែពេលយើងសួរមិត្តភក្តិរបស់យើងអាចយកឃ្លាប្រយោគនេះទៅសួរបានអូខេចាពេលយើងឆ្លើយណាយើងគេឆ្លើយថានេះភាសាខ្មែរយើងខ្ញុំមានបងប្រុស2នាក់និងបងស្រីម្នាក់អញ្ចឹងយើងអាចឆ្លើយនេះ I have 2 brothers and 1 sister yeah I have 2 brothers and 1 sister ចាខ្ញុំមានបងប្រុស2នាក់ two brother មានន័យថាបងប្រុស2នាក់ and មានន័យហើយនឹង one sister ប្អូនស្រីម្នាក់ឬក៏បងស្រីម្នាក់យើងអាចបកប្រែវាបែបហ្នឹងណាចាអញ្ចឹងខ្ញុំមានបងប្រុស2នាក់និងបងស្រីម្នាក់ចាគេសួរអំពីសៀវភៅតើអ្នកមានសៀវភៅចំនួនប៉ុន្មានក្បាលដែរចាអញ្ចឹងគេអាចសួរឃ្លាប្រយោគនេះ how many books do you have yeah how many book do you have តើអ្នកមានសៀវភៅចំនួនប៉ុន្មានក្បាលដែរតើអ្នកមានសៀវភៅចំនួនប៉ុន្មានក្បាលចាញ៉ាំសួរបែបហ្នឹង how many មានន័យថាចំនួនប៉ុន្មានចឹងណា books សៀវភៅ have មានន័យថាមានhow many books do you have អញ្ចឹង do ហ្នឹងគឺជាកិរិយាសព្ទដែលជំនួយនៅក្នុងប្រយោគហ្នឹងណាចាគេប្រើ do ហ្នឹងអញ្ចឹងវាទាក់ទងនឹងន័យវេយ្យាករណ៍ដែរតែសំខាន់បងប្អូនត្រូវចាំតែ how many នេះគេប្រើបែបម៉េចគេប្រើសួរអំពីចំនួនប៉ុន្មានអញ្ចឹងយើងប្រើចំណាំវាបែបហ្នឹងសិនមកអញ្ចឹងទៅមុខទៀតយើងនឹងរៀនអំពីវេយ្យាករណ៍ហើយរៀនវេយ្យាករណ៍យើងនឹងយល់បន្ថែមទៀតណាhow many books
do you have អូខេយើងឆ្លើយអ្វីយើងឆ្លើយថា I have 5 books yeah I have 5 book I have 5 books ចាខ្ញុំមានសៀវភៅចំនួន5ក្បាលចាយើងឆ្លើយបែបហ្នឹងចាបើយើងមាន10ក្បាល I have 10 books ចាកន្លែងនេះដាក់ 10 វិញមកទៅជា10ក្បាលវិញហើយអូខេចាអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានវីដេអូនេះយើងនឹងជួបគ្នានៅមេរៀនបន្តទៀតបាយបាយ